ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃដែលលោក Elon Musk ថ្លែងជាអ្នកមានជាងគេបង្អស់នៅលើពិភពលោកដែលដោយសារតែខាងក្រុមហ៊ុន SpaceX ដែលគេធ្វើភាគហ៊ុនហ្នឹងលោកជាសាធារណៈគេហៅថា IPO អញ្ចឹងគឺដោយដែលខ្ញុំបាននិយាយក្នុងវីដេអូមុនគឺគេបានទស្សន៍ទាយពីមុនមកថាប្រហែលជាគាត់នឹងអាចមានប្រាក់ចំណូលបានរហូតដល់1.77 trillion ប៉ុន្តែនៅក្នុងថ្ងៃនេះគឺតាមជាក់ស្ដែងគឺប្រាក់ចំណូលរបស់គាត់គឺឡើងដល់2 trillion បងប្អូនចាអញ្ចឹងគឺវាឡើងច្រើនជាងតាមការទស្សន៍ទាយទៀតអញ្ចឹងគឺ stock របស់គាត់គឺគេដាក់នៅក្នុងទីផ្សារដាក់ទីផ្សារភាគហ៊ុនលក់ដំបូងគឺគេកំណត់ត្រឹម135ទេប៉ុន្តែគ្រាន់តែបើកstock នឹងលក់ភ្លាមគឺតម្លៃវាឡើងដល់$150ក្នុងមួយ share ហើយក្នុងនោះដែរគឺក្រុមហ៊ុនបានចេញលក់ផ្សារភាគហ៊ុនហ្នឹងគឺចំនួន555លាន share អញ្ចឹងបងប្អូនគុណទៅចា555លានគុណនឹង150អញ្ចឹងគឺក្នុងចំណុចមួយនៅក្នុងថ្ងៃនេះគឺឃើញថា stock ហ្នឹងវាឡើងដល់$176ក្នុងមួយ share ចាអញ្ចឹងគឺក្នុងមួយភាគហ៊ុនតែអញ្ចឹងគឺលោក Elon Musk ហ្នឹងឥឡូវហ្នឹងគឺមានលុយយ៉ាងហោចណាស់គឺ$2 trillion បងប្អូនគឺច្រើនខ្លាំងជាងគេក្នុងពិភពលោកតែម្ដងចាហើយនៅក្នុងនោះដែរគឺភាគហ៊ុន stock នេះគឺគេមិនអនុញ្ញាតឲ្យជនជាតិចិននៅប្រទេសចិនហើយនិងជនជាតិហុងកុងទិញផ្សារភាគហ៊ុននោះទេគឺគេបិទប្រទេសទាំងពីរហ្នឹងមិនឲ្យមានអ្នកវិនិយោគទុនពីប្រទេសទាំងពីរហ្នឹងអាចទិញទីផ្សារភាគហ៊ុននេះបានទេគឺដើម្បីការពារសុវត្ថិភាពរបស់អ្នកវិនិយោគនៅក្នុង stock SpaceX នេះចាអញ្ចឹងគឺដោយសារតែថ្មីគឺមានបញ្ហាតាក់ទងជាមួយនឹងសុវត្ថិភាពផ្នែកចាក៏ទាហានរបស់ចិនសុវត្ថិភាពកងកម្លាំងទាហានចិនហើយនឹងព័ត៌មានមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពអញ្ចឹងគេបិទប្រទេសពីរហ្នឹងមិនឲ្យទិញតែឥឡូវដែលបងប្អូនបានតឹងរងចាំនេះគឺលោក Elon Musk គឺបានខ្លាយជាអ្នកមានជាងគេប៉ុន្តែអ្វីដែលយើងគួរឲ្យយល់ដឹងនោះអានេះខ្ញុំមិនសូវនិយាយសូវវិភាគទេអ្នកដែលមានជាងគេគឺបងពុនតិចជាងគេ